ជំរាបសួរខ្ញុំឈ្មោះថាសុភពិសីមានអាយុ21ឆ្នាំមកពីថ្នាក់របាំឆ្នាំវិជ្ជាជីវៈឆ្នាំទី2មកពីខាងហ្វាពលិសិល្បៈមូលហេតុដែលធ្វើឲ្យខ្ញុំមករៀននៅទីនេះដោយសារហ្វាពលិសិល្បៈជួយដល់ក្មេងដែលខ្វះខាតបានចូលរៀននៅទីនេះទាំងអស់គ្នាអ្វីដែលធ្វើឲ្យបងចូលចិត្តសិល្បៈនេះមូលហេតុដោយសារការស្រឡាញ់ហើយផ្នែករបាំគឺជាកេរដំណែលពីបុរាណខ្មែរនៅផ្នែករបាំបងចូលចិត្តរបាំបុរាណមូលហេតុដោយសាររបាំបុរាណត្រឹមថ្នមហើយត្រូវប្រើមនោសញ្ចេតនាច្រើនហើយអ្វីដែលធ្វើឲ្យបងមានមោទនភាពបំផុតគឺបងបានបន្តកេរដំណែលពីបុរាណហើយបងបានសម្រេចបំណងខ្លួនឯងហើយបងក៏បានចេញបង្រៀនក្មេងៗនៅខាងក្រៅហើយក៏បានទៅបរិញ្ញានៅជំរំហើយនឹងបានទៅសម្ដែងនៅភ្នំពេញផងដែរហារូបករណ៍ 2E ហ្នឹងបានជួយខ្ញុំរៀនរបាំដោយឥតគិតថ្លៃហើយឆ្នាំក្រោយហ្នឹងខ្ញុំក៏បានប្រឡងចេញដែរការមករៀននៅហ្វានេះបានផ្លាស់ប្ដូរខ្ញុំច្រើនតាមពីមុនខ្ញុំអត់សូវចូលចិត្តរៀនហ្មងទេហើយក៏សូវចូលចិត្តហាត់ដែរដល់ពេលខ្ញុំបានមកនេះខ្ញុំស្វែងយល់បានច្រើនគោលដៅរបស់ខ្ញុំចង់ឲ្យជាគ្រូរបាំមួយដោយមានជំនាញច្បាស់លាស់ហើយនឹងចេញបរិញ្ញាបងប្អូនផ្សេងទៀតការមករៀននៅរបាំនេះបងអត់សូវជួបបញ្ហាទេតែបញ្ហាមួយគឺខាងរបាំត្រូវចូលអារម្មណ៍ត្រូវប្រើពេលយូរដើម្បីសមឬហាត់ខ្ញុំយល់ថាការរៀនរបាំនេះបានបង្ហាញដល់ទេសចរដែលគាត់បានមកលេងនៅបាត់ដំបងហើយក៏វាជាកេរដំណែលខ្មែរពីបុរាណផងហើយវាក៏ជាភាពស្រស់ស្អាតនៃប្រទេសកម្ពុជាដែរខ្ញុំសូមអរគុណដល់អ្នកដែលផ្ដល់អាហារូបករណ៍ 2E ដែលជួយឲ្យប្អូនបានរៀននៅហ្វាពលិសិល្បៈដល់ឲ្យគិតថ្លៃថែមពីនឹងទៀតសូមឲ្យ 2E នៅតែបន្តឧបត្ថម្ភអាហារូបករណ៍ដល់ក្មេងៗជំនាន់ក្រោយទៀតសូមអរគុណជម្រាបលា